តោះពុកម៉ែបងប្អូនមកទស្សនាជាមួយនឹងការបណ្ដោះដើមក្រូចឆ្មាដោយប្រើដើមកាត់យកមកបណ្ដោះមួយទឹកណាបាទអញ្ចឹងនេះឃើញឬទេបងប្អូនឃើញឬទេអញ្ចឹងក្រូចឆ្មានេះយើងអាចបណ្ដោះជាមួយទឹកបានហើយរយៈពេលនៃការបណ្ដោះហ្នឹងគឺជាង1ខែហើយបាទអាចថាជិតចូល60ថ្ងៃ55ថ្ងៃបាទ55ថ្ងៃប៉ុណ្ណឹងនេះដោះដើមធៀងអស់ហើយនេះគឺជាផ្កាក្រូចឆ្មាបាទក្រូចឆ្មាជាកោមហ្នឹងបាទក្រូចនេះគឺអត់មានក្របទេពេលខ្លះក៏មានពេលខ្លះក៏អត់ទេណាភាគច្រើនគឺអត់មានក្របទេអញ្ចឹងយើងមកមើលបាទដើមក្រូចឆ្មាដែលយើងបណ្ដុះជាមួយនឹងទឹកនេះតើលបងគេយើងធ្វើបែបម៉េចចឹងណាខ្ញុំនឹងបកស្រាយជូនពុកម៉ែបងប្អូនបាទបន្តចឹងទៅបាទឥឡូវខ្ញុំយកកន្លែងដាក់សិនដើម្បីស្រួលមើលណាបាទឲ្យមើលដល់បងប្អូននេះបាទយើងដាក់បែបនេះមកស្រួលក្នុងការនិយាយដោយសារដៃនេះយើងកាន់កាមេរ៉ាមួយជាងទៀតពិបាកក្នុងការយកមកបកស្រាយណាអញ្ចឹងនេះបាទឃើញទេបាទនេះគឺឫសនៃដើមក្រូចឆ្មាយើងណាបាទឃើញទេដុះទាំងអស់តែម្ដងបាទអញ្ចឹងការដោះបែបនេះគឺយើងវិធីងាយក្នុងការបណ្ដោះគឺពុកម៉ែបងប្អូនជ្រើសរើសមែកពូជនេះមែកពូជនេះមិនចាស់ពេកមិនខ្ចីពេកទេបាទមិនចាស់ពេកមិនខ្ចីពេកទេហើយយើងយកមកកាត់ប្រហែលជាមួយឆ្អាមមកបាទមួយឆ្អាមយកមកហើយដោយសារមែកនេះខ្ញុំតែងមែកទៅវាសល់ណាអញ្ចឹងខ្ញុំយកមកបណ្ដោះកុំឲ្យខាតឲ្យបានពូជទៀតទៅបាទកន្លែងណាចន្លោះយើងដាំចឹងណាបាទអញ្ចឹងយើងមើលទៅបាទនេះគឺឫសវាចេញដល់អញ្ចឹងទៅគឺវាល្អការបណ្ដោះបែបនេះគឺវាធ្វើឲ្យចំណេញពូជច្រើនណាបងប្អូនបើសិនជាយើងផ្សាំឬក៏បំបៅមែកគឺវាប្រើពេលច្រើនហើយវានៅលើដើមហើយវាបានតិចតែបើសិនជាយើងយកមកបណ្ដោះជាមួយទឹកក៏បានជាមួយដីក៏បានដីល្អជាងទឹកដោយសារដីវាលឿនជាងអញ្ចឹងទៅក៏អញ្ចឹងទៅគឺតាមវិធីណាដែលពុកម៉ែបងប្អូនចង់សាកល្បងណាពុកម៉ែបងប្អូនចង់សាកល្បងខ្ញុំណែនាំឲ្យធ្វើពីរយ៉ាងទៅប្រភេទដើមឈើហូបផ្លែខ្លះគឺបណ្ដោះមួយទឹកគឺលឿនជាងដីប្រភេទខ្លះគឺដាក់ជាមួយដីលឿនជាងទឹកហើយពីរប្រភេទហ្នឹងគឺអាចប្រជែងជាមួយនឹងការបំបៅឬសាកមែកបានឬក៏តមែកប៉ុន្តែការតមែកវាល្អម្យ៉ាងត្រង់តែគេមានឫសកែវឬនាំពីកូនមកគេបដោះពីកូនមកមានឫសកែវល្អមិនថាស្វាយមិនថាអីផ្សេងទេណាអញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញក្នុងវីដេអូនេះគឺពីរបៀបនៃការកាត់មែកក្រូចឆ្មាយកមកបណ្ដោះមួយទឹកហើយយើងកាត់បែបហ្នឹងមកតមកទៀតពុកម៉ែបងប្អូនប្រើអាឡូវេរ៉ាឬក៏ផ្ទាកន្ទុយក្រពើណាយើងយកមកលាបគល់នេះបាទយើងយកមកលាបគល់ហ្នឹងទៅដាក់ឲ្យវាជាប់ស្អិតនោះណាបន្ទាប់មកទៀតកែវជ័រយើងនេះចាក់ទឹកចេញដូចថាមានតកៅទឹកកែវជ័រនេះយើងត្រូវចោះបែបនេះមកធ្វើម៉េចចោះប្រហោងឲ្យនៅកម្រិតទឹកនៅត្រឹមមួយថ្នាំងដៃបានហើយសួរតែចោះអញ្ចឹងដើម្បីអីបាទចោះអញ្ចឹងគឺដើម្បីឲ្យពេលដែលត្រូវភ្លៀងយកបានមើលណាវាកុំឲ្យលិចដល់លើនេះកាលណាលិចដល់លើយើងភ្លេចមើលលួយដើមនេះអត់ដោះទេអាហ្នឹងការពារពេលទឹកច្រើនពេកឬក៏យើងចាក់ទឹកជ្រុលអីទៅអញ្ចឹងយើងចាំបាច់ត្រូវចោះវាបែបហ្នឹងមកដើម្បីឲ្យវាហូរកាលណាតែវាហូរអស់សល់ទឹកកម្រិតនៃសល់ទឹកប៉ុណ្ណឹងគឺវាងាយស្រួលក្នុងការដោះអញ្ចឹងណាឃើញឬទេបងប្អូនណាគឺវាដោះកាលណាបងប្អូនដាក់ដល់លើពេកឬវាដោះឲ្យលើនោះទៀតបើសិនលិចទៅដោយគឺវាងាប់វាលួយធម្មតារបស់អីដែលនៅក្នុងទឹកគឺវាដោះស្លែអញ្ចឹងទៅយើងខានមើលយូរភ្លេចខ្លួនគឺងាប់តែម្ដងអញ្ចឹងខ្ញុំជឿថាពុកម៉ែបងប្អូនអាចយល់បានតកតងជាមួយនឹងការកាត់មែកយកមកបណ្ដោះនេះហើយខ្ញុំក៏បានធ្វើវីដេអូច្រើនណាស់ហើយបាទជឿថាពុកម៉ែបងប្អូនអាចអនុវត្តទៅបានអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលយើងគិតថាអាចយកទៅដាក់ថង់បំពន់បានហើយគឺយើងអាចយកដាក់ថង់បំពន់បាន4ដើមដែរបាន4ពូជអញ្ចឹងយើងអាចដាំបាន4ដើមទៀតណាងាយមែនតើហើយ
វីដេអូនេះគឺបញ្ចប់ប៉ុណ្្នឹងឯងហើយសង្ឃឹមថាបងប្អូនអាចយល់តកតងជាមួយនឹងការបណ្ដុះក្រូចឆ្មាអំបែកពូជក្រូចឆ្មាដោយការកាត់ដើមយកមកបណ្ដុះជាមួយទឹកនេះលក្ខខណ្ឌសំខាន់មួយទៀតគឺកុំភ្លេចលាបផ្ទៀលកន្ទុយកពើណាហ្នឹងហើយផ្ទៀលកន្ទុយកពើគឺជាគេហៅថាហុកម៉ូនធម្មជាតិល្អបំផុតសម្រាប់ការបណ្ដុះក៏ដូចជាផ្សាំអីហ្នឹងគេយកអាឡូវេរ៉ាឬក៏ផ្ទៀលកន្ទុយកពើហ្នឹងមកបណ្ដុះយ៉ាងហ្នឹងចាអរគុណជម្រាបលាបាទជួបគ្នាវីដេអូក្រោយ